មុននឹងបងប្អូនចាប់បានធ្វើការរកលុយតាមរយៈ YouTube បងប្អូនត្រូវដឹងនៅចំណុចទាំងអស់នេះជាមុនសិនអញ្ចឹងសម្រាប់បងដែលថ្មីដែលគាត់ទើបចាប់ផ្ដើមរកលុយតាមរយៈ YouTube ទើបចាប់ផ្ដើមបង្កើតនៅ Channel YouTube ដើម្បីធ្វើការរកលុយអញ្ចឹងបងសូមទស្សនានៅវីដេអូរបស់ខ្ញុំនេះពីដើមរហូតដល់ចប់អញ្ចឹងថាតើមុននឹងបងប្អូនចាប់ផ្ដើមធ្វើការរកលុយតាមរយៈ YouTube ហ្នឹងបងប្អូនត្រូវមានអ្វីខ្លះចំពោះចំណុចទី1នោះគឺបងប្អូនត្រូវមាននៅជំនាញអញ្ចឹងដើម្បីផលិតនៅវីដេអូបងប្អូនត្រូវមានជំនាញថាតើបងប្អូនមាននៅជំនាញអ្វីអញ្ចឹងបើសិនជាបងប្អូនមាននៅជំនាញអ្វីមួយបងប្អូនយកជំនាញបងប្អូននោះដើម្បីមកធ្វើការផលិតនៅវីដេអូអញ្ចឹងជាឧទាហរណ៍បើសិនជាបងប្អូនយកនៅ content របស់គេយកនៅវីដេអូរបស់គេដើម្បី copy style របស់គេមកធ្វើការផលិតវីដេអូជាការពិតណាស់វាពិតជាពិបាកសម្រាប់ខ្លួនយើងហើយវាអាចធ្វើឲ្យយើងបរាជ័យនៅក្នុងការរកលុយតាមរយៈ YouTube ចំពោះចំណុចទី2នោះគឺបងប្អូនត្រូវចេះបង្កើតនៅ Channel YouTube អញ្ចឹងចំពោះការបង្កើតនៅ Channel YouTube នេះដែរគឺបងប្អូនត្រូវបង្កើតនៅ Channel YouTube ហើយដាក់ឈ្មោះនៅ Channel YouTube នោះឲ្យត្រូវទៅនឹងប្រភេទនៃវីដេអូដែលយើងផលិតហ្នឹងអញ្ចឹងបានន័យថាឧទាហរណ៍បើសិនជាបងប្អូនផលិតនៅវីដេអូកំសាន្តអញ្ចឹងឈ្មោះនៃ Channel YouTube របស់បងប្អូននោះគឺត្រូវដាក់ឲ្យស៊ីទៅជាមួយនឹងប្រភេទនៃវីដេអូរបស់បងប្អូនដែលផលិតចំពោះចំណុចមួយទៀតនោះគឺបងប្អូនបង្កើតនៅ Channel YouTube ហើយបងប្អូនត្រូវចេះរៀបចំនៅ Channel YouTube អញ្ចឹងបងប្អូនត្រូវរៀបចំនៅ Channel YouTube ឲ្យមានលក្ខណៈស្តង់ដារអញ្ចឹងចំពោះការរៀបចំនៅ Channel YouTube នេះដែរខ្ញុំបានចេញជាវីដេអូសម្រាប់បង្រៀនបងប្អូនអំពីរបៀបនៃការរៀបចំនៅ Channel YouTube ហើយអញ្ចឹងបងប្អូនអាចទៅមើលនៅទស្សនានៅវីដេអូរបស់ខ្ញុំនោះបានអញ្ចឹងចំពោះការរៀបចំ Channel YouTube បងប្អូនត្រូវរៀបចំ Channel YouTube បងប្អូនឲ្យបានត្រឹមត្រូវឲ្យបានល្អអញ្ចឹងការរៀបចំនៅ Channel YouTube នេះដែរគឺវាអាចទាក់ទាញនៅអ្នកមើលដើម្បីចូលមកមើលវីដេអូរបស់យើងឲ្យបានកាន់តែច្រើនបន្ទាប់ពីការរៀបចំ Channel YouTube ហើយបងប្អូនត្រូវចេះកាត់តនៅវីដេអូដើម្បីយកមកដាក់នៅ Channel របស់យើងដើម្បីឲ្យមានភាពទាក់ទាញកាត់តវីដេអូបែបណាដើម្បីឲ្យមានភាពច្នៃប្រឌិតខ្ពស់ដើម្បីទាក់ទាញនៅអ្នកមើលឲ្យមើលវីដេអូរបស់យើងឲ្យចុចនៅ Subscribe នៅ Channel របស់យើងបន្តមកទៀតតាក់ទងទៅនឹងការ upload វីដេអូអញ្ចឹងបងប្អូនត្រូវចេះពីរបៀប upload វីដេអូបែបណាឲ្យមានគុណភាពខ្ពស់ upload វីដេអូបែបណាឲ្យមានកម្រិត Full HD ដើម្បីឲ្យអ្នកមើលនឹងមានភាពល្អប្រសើរអញ្ចឹងចំពោះការ upload វីដេអូនេះដែរបើសិនជាបងប្អូន upload វីដេអូទៅវីដេអូរបស់បងប្អូនច្បាស់នោះអ្នកមើលប្រកាសជាអូសរំលងនៅវីដេអូរបស់យើងហើយបន្ទាប់ពីនឹងទៀតបងប្អូនត្រូវជ្រើសរើសនៅពេលវេលាផុសអញ្ចឹងមកន័យថាបងប្អូនត្រូវរើសនៅវេលាមួយដែលសមស្របអញ្ចឹងបងប្អូនផុសនៅវីដេអូមួយឬក៏ពីរដើម្បីសាកល្បងមើលថាតើវីដេអូរបស់យើងនឹងមាន view មើលនៅពេលណាមានអ្នកមើលនៅពេលណាអញ្ចឹងនៅវីដេអូបន្ទាប់យើងអាចផុសនៅវីដេអូដែលមាននឹងអ្នកមើលនៅវេលាម៉ោងនោះអញ្ចឹងនេះហើយគឺជាចំណុចដែលបងប្អូនត្រូវដឹងមុនពេលដែលបងប្អូនចាប់ផ្ដើមធ្វើការរកលុយតាមរយៈ YouTube ចំពោះបងដែលទស្សនានៅវីដេអូរបស់ខ្ញុំនេះបើសិនគិតថាវីដេអូរបស់ខ្ញុំមានតម្លៃវីដេអូរបស់ខ្ញុំស្ដាប់ទៅមានប្រយោជន៍បងប្អូនសូមជួយចុច like ហើយនិង Subscribe នៅ Channel របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូថ្មីៗពី Channel របស់ខ្ញុំជាបន្តទៀត